នេះគឺជា website ខ្មែរយើងទេបាទដែលយើងប្រើសម្រាប់បង្កើត QR code បាទហើយ website ហ្នឹងគឺបង្កើតឡើងដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍ហ្នឹងបាទបើសិនជាអ្នកនរនេះចង់ប្រើអាចចូល Google បានបាទអ្នកនរនេះក៏ចូល Google មកហើយ search QR dot នេះបាទ .go.kh ហ្នឹងមកបាទបន្តមកនេះអ្នកនរនេះឃើញហើយបាទកូដនេះបាទមានកូដ QR ហ្នឹងហើយចុចទៅលើវាចូលមកបាទពេលចុចចូលមកមានមុខងារច្រើនអ្នកនរនេះចង់បង្កើត text link បាទចង់បង្កើត Wi-Fi ក៏បានដែរពេលគេ scan ទៅជាប់ Wi-Fi ណាបាទអញ្ចឹងខ្ញុំដាក់ link មួយមកខ្ញុំបង្កើតជា QR code កន្លែងនេះ link អញ្ចឹង link ខ្ញុំសូមយក link ណាមួយមកដាក់មកខ្ញុំយក link Telegram មកដាក់ចុះបាទ username ហ្នឹងហើយអញ្ចឹងពេលដែលយើងចូលមកដល់ pass link នឹងចូលមកបាទក៏ pass link នឹងចូលមកខាងក្រោមនេះយើងដាក់logo បាទមាន logo ដាក់ logo មួយមកអូខេហើយកន្លែងនេះ zoom អ្នកនរនេះចង់ឲ្យ logo យើងធំតូចយើងអាច zoom វាបានណាបាទនេះអញ្ចឹងពេលដែលចង់ឲ្យ logo របស់យើងតូចធំយើងសេរីកន្លែងហ្នឹងបានឃើញទេបាទសេរីកន្លែងហ្នឹងបានបាទបន្តមកទៀតមកខាងក្រោមនេះបាទចង់កំណត់ space បាទចង់ឲ្យ space QR តូចធំយើងសេរីវាតាមជាក់ស្ដែងមកខាងក្រោមនេះគុណភាពនៃរូបភាពបាទចង់ឲ្យរូបយើងច្បាស់យកគុណភាពវាខ្ពស់មកបាទយកត្រឹមណាក៏បានដែរអាចសេរីបានណាបាទអញ្ចឹងពេលយើងកំណត់ឲ្យអស់អ្នកទាំងនេះអាចចុច download បាទកន្លែង download នេះវាមានច្រើនជម្រើសអ្នកទាំងចង់ download ជា zip ជា PDF ឬក៏ជា PNG រូបភាពបាទខ្ញុំយក PNG រូបភាពមកអញ្ចឹងពេល download ហើយវាចូលកន្លែង folder download ហើយនេះបាទបានហើយណាអញ្ចឹងយើងអាចយក QR code នឹងប្រើបានបាទអាចឲ្យគេ scan ឬក៏យើងប្រើការបានណាបាទអូខេអញ្ចឹងសូមជួយគ្រប់គ្រង website របស់ខ្មែរយើងទាំងអស់គ្នាណាបាទ